នេះបងបងនៅខាងស្វាយរៀងបងនៅខាងស្វាយរៀងនេះបងម៉ាស៊ីនដែលបងកំងបងប្អូនជុំវិញជិះមួយបងជុំវិញ HP Laser Jet MFP M225DN print scan copy ត្រឡប់ចូលខាង auto display ប្រព័ន្ធមានពណ៌ RDS ខាងលើហើយបងតាមមុំគុំអញ្ចឹងបងយកទៅប្រើពេលលើកៅបងខ្មៅក្របហ្នឹងបងជាខ្មៅក្របហើយគេបងមុននឹងធ្វើការយកផ្ញើទៅឲ្យបងដាក់ឡានបងធ្វើការតេស្តជូនបងបន្តិចតែទៅមួយការ print ការ copy ត្រឡប់ចូលខាងហើយបងយកទៅ print លើក្រដាសកៅសម្រាប់ទូគុំអូស្បាយទេបងតែអរគុណច្រើនបងតែបានជាវម៉ាស៊ីន printer HP Laser Jet ទេជំនុំ printer HP Laser Jet MFP M225DN ពីខាងបងណាបងអូខេបងនេះខ្ញុំធ្វើការតេស្តតិចទេហើយសម្រាប់ជាផ្សេងទៀតដែលសួរព័ត៌មានតកតងជាមួយម៉ាស៊ីនមិនថា model ហ្នឹងឬ model ផ្សេងតែអរគុណច្រើនបងដែលបានសាកសួរព័ត៌មានទៅនៅក្នុង page ហើយបើសិនជាតកតងដូចបងបាននិយាយចឹងសម្រាប់គ្នានៅពេញអត់ស្អីពិបាកទេតែបើគ្នានៅតាមខេត្តដូចគាត់អញ្ចេះគាត់ឲ្យលេខដានទៅមកយើងយកកដាក់ផ្ញើជូនគាត់ទៅបងសិនស្កាត់ជ្រាបបងហើយតកតងមួយពួកអីនេះបើបងប្រើម្សៅល្អមិនស្អាតងាយធ្វើទុកទេកុំឲ្យយើងប្រើវាខុសខ្លួនទៅលើម្សៅហើយនឹងកាត់ទឹកដាក់តែទៅមួយកលាតមើលឲ្យកូនកដោកូនតូចអីនេះវាទៅអីហ្នឹងអាហ្នឹងយើងត្រូវការពារតែខ្លួនឯងការពារតែខ្លួនឯងព្រោះម៉ាស៊ីនប្រើបានយូរឬក៏ឆាប់វាអាស្រ័យទៅលើអ្នកប្រើដែរវាមិនមែនអាស្រ័យលើម៉ាស៊ីនទេវាអាស្រ័យលើអ្នកប្រើដែរបើអ្នកប្រើហ្នឹងក៏ថាថែគាត់ប្រើបើយើងនិយាយថាមាញ់ថាថែទាំតាក់ទងមួយកលីដីកលាតអីហ្នឹងគឺច្រើនម៉ាស៊ីនព្រីថាកលាតចូលបើម៉ាស៊ីនកូពីកដោចូលសម្រាប់បងដែលចង់បានយកទៅប្រើជាលក្ខណៈឧទាហរណ៍គាត់យកទៅដាក់អូហ្វីសឬមួយក៏ចល័តការងាររបស់គាត់ទៅតាមខែទៅតាមអីយកប្រើទៅអត់អីដូចគ្នានឹងក្នុងព្រីច្រើន